Và số đấy bông bồn tặng ngọc kiaថ្ងៃនេះខ្ញុំមានរឿងនិទានខ្លីមួយបាទខ្លីទេប្រយ័ត្នស្ដាប់មិនទាន់ណាកាលពីរដូវឆេងមេងមុនចូលឆ្នាំខ្មែរយើងហ្នឹងខ្ញុំឃើញអ្នកមីងម្នាក់ហ្នឹងគាត់រៀបចំសែនឆេងមេងជូនដូនតារបស់គាត់នៅផ្ទះហើយក្នុងពេលបួងសួងហ្នឹងគាត់បានបួងសួងថាសូមឲ្យកងម៉ាហ្នឹងជួយកូនចៅរកស៊ីឲ្យមានបានលុយច្រើនកូនចៅនឹងធ្វើបុណ្យបច្ច័យ4ឲ្យធំដើម្បីចូលស្មាទានបាទនឹងរឿងមានតែប៉ុណ្្នឹងទេចប់ហើយគ្មានស្ដាច់គ្មានយៈគ្មានស្វាបាទបងប្អូនគិតជួយគិតផងមើលជួយសង្ខេបវិញមើលមានន័យថាម៉េចការបួងសួងរបស់គាត់ហ្នឹងបើតាមខ្ញុំយល់ថាគាត់ចិញ្ចឹមចិត្តនឹងចង់ស្មាទានយូរហើយប៉ុន្តែគាត់អត់មានលុយរៀបចំធ្វើពិធីឲ្យធំដុំធ្វើបុណ្យឲ្យធំដើម្បីប្រកាសខ្លួនចូលស្មាទានអញ្ចឹងណាអានេះខ្ញុំយល់តែអញ្ចឹងគាត់ចាត់ទុកថាបុណ្យនឹងជាស្ពានចម្លងគាត់ទៅកាន់ទីដែលសម្បូរទៅដោយអ្នករសាសិលគាត់គិតថាយ៉ាងណាបើតាមខ្ញុំតាមខ្ញុំពិចារណាការបួងសួងរបស់គាត់នេះគាត់ចង់កម្មសិលយូរហើយចង់ចូលស្មាទាននឹងយូរហើយនិយាយពាក្យសាមញ្ញថាស្មាទានណាប៉ុន្តែវាទាស់ត្រង់រងចាំធ្វើបុណ្យចែក4ឲ្យធំវាមានប្រកបពាក្យថាធ្វើបុណ្យឲ្យធំទៀតទូចមិនព្រមទៀតបាទអញ្ចឹងរឿងហ្នឹងវាមានតែប៉ុណ្្នឹងទេប៉ុន្តែខ្ញុំចង់ឲ្យបងប្អូនជួយឆ្លើយបាទជួយ comment ផងមើលថាតើគាត់គិតបែបហ្នឹងត្រូវឬខុសបាទត្រូវឬខុសអញ្ចឹងបើបងប្អូនយល់ថាអ្នកមីងហ្នឹងគាត់គិតត្រូវសូមជួយ comment អក្សរតដាក់ចូល comment ទៅវាយអក្សរតមួយទៅបញ្ជូនទៅបាទហើយមួយទៀតបើគិតថាមីងយល់ខុសជួយ comment អក្សរខទៅហើយថាតើបងប្អូនយល់យ៉ាងម៉េចបាទយើងជួយ comment ផងខ្ញុំនឹងបន្តរឿងហ្នឹងនៅវីដេអូបន្ទាប់ព្រោះថាវីដេអូហ្នឹងត្រឹមប៉ុណ្្នឹងសិនដើម្បីទុកពេលឲ្យបងប្អូនពិចារណាហើយ comment ចូលរួម comment ឆ្លើយថាតើមីងគិតត្រូវឬខុសហ្នឹងហើយខ្ញុំរំលឹកឡើងវិញថាគាត់ចំចិត្តចង់ចូលរក្សាសិលនឹងយូរហើយប៉ុន្តែរងចាំធ្វើបុណ្យឲ្យធំដើម្បីប្រកាសខ្លួនចូលរក្សាសិលហ្នឹងបាទអញ្ចឹងខ្ញុំមានតែប៉ុណ្្នឹងឯងសូមបងប្អូនយើងបញ្ចេញទស្សនៈដោយការយល់ដឹងអ្នកនរគ្នាមើលយើងមិនមែនជារឿងលេងសើចទេមិនមែនរឿងអត់ប្រយោជន៍ទេគឺជារឿងស្វែងយល់ទាំងអស់គ្នាតើបងប្អូនណាយល់ម៉េចបងប្អូនណាយល់យ៉ាងម៉េចហើយខ្ញុំយល់យ៉ាងម៉េចអញ្ចឹងណាបាទអញ្ចឹងមានតែប៉ុណ្្នឹងទេបាទសូមអរគុណ